ឃើញតែសម្រស់ក៏នឹកឃើញដល់ក្លិនដែរបងប្អូនស្ត្រីមេផ្ទះយើងសឡអីដឹងអត់ចានេះហៀបចេញទៅផ្សារបងប្អូនឲ្យដើរឆែកមើលគេលោកមានតកៅមានតកោញអីវាមករុករៀនបន្លែយើងអញ្ចឹងណាពោះត្រូវស្លប្រហើអីទៅថ្ងៃមុខទៀតចានេះទៅផ្សារទិញបានបន្លែយកមកស្លមកជូនអ្នកចិត្តខាងយើងហ្នឹងឲ្យបានក្បាលត្រីឆ្ដោមិននឹងត្រីឆ្ដោឬត្រីដៀបទៅវល់អស់ហើយបងប្អូនចាហើយនេះត្រីហ្នឹងទិញបានត្រីទលេបងប្អូនខ្លាញ់ទូចឲ្យពងទៀតហើយចែកដល់អ្នកលក់នឹងកាត់ត្រីឲ្យគ្នាបែកប្រមាណតែត្រីហ្នឹងវាមិនល្វីងដូចត្រីឆ្កែងត្រីអីទេចាហើយនេះមុនដាក់ស្លយើងត្រូវលៃលោកដាក់កូនស្រីហ្នឹងឲ្យគេងសិនទៅចាហើយមុនគេអូយបេះបោចខ្លួនឯងនឹងអស់ហើយជួនកាលទៅឆ្កូតមុខជួនកាលទៅដាច់មុខទៅតែក្មេងមានតែសាច់ដូចយើងមនុស្សចាស់ណាឆ្កូតតែមកបន្តិចហ្នឹង 4-5 ថ្ងៃក្រោយមុខគេស្អាតចាស់មកវិញអីចឹងទៅចាហើយតបានគេដេកគេពួនហើយយើងត្រូវឆ្លៀតលៃលោកណាបើថាឆ្លៀតមិនឆ្លៀតទេគឺមិនបានស្លអីហូបទេលោកអើយចានេះស្លឥឡូវវាសម័យនេះរៀងទំនើបដែរថ្ងៃហ្នឹងអត់បានប្រកាត់ខ្ជុំឬក៏កាច់កែអីទេដោតតែភ្លើងមកដោយសារអីចង់សាកឆ្នាំងបងប្អូនទិញខោទឹកនោមកូន6គេថែមឆ្នាំងអញ្ចឹងយើងទិញ6ទៅបានឆ្នាំងលើកមុនទិញ4បានមុងទិញ4យកមុងមកដាក់ឥឡូវ6បានឆ្នាំងចាំមើលលើក្រោយបានអីទៀតមើលអីថ្មីប្លែកយើងទិញមកឲ្យបានគ្រប់ចំនួនគេទៅហើយបាន free អីចឹងបន្ថែមមកទៀតមកចាឥឡូវនេះមកកូនស្រីខ្ញុំគេរៀនធ្វើអីគេហៅថមីចឹងហើយដាក់គាត់ថមីទៅក្បាលគាត់ហ្នឹងកគាត់ហ្នឹងឆាប់រឹងអីចឹងទៅហើយគាត់លេងមួយយើងមួយអីចឹងទៅគេកហ្នឹងចាងាកមកមើលសឡយើងវិញចិត្តឆ្អិនហើយព្រោះត្រូវដាក់បន្លែណាដែលរៀងរឹងដាក់មុនមកដូចខ្ញុំស្លមកជូរហ្នឹងខ្ញុំចូលចិត្តដាក់អីគេហៅកៅឈូកជាមួយនឹងដើមចេកយើងដាក់ទៅឈប់ឆ្ងាញ់បងប្អូនមើលតែចិត្តឆ្អិនបងគ្រឿងបង7អីខ្ញុំស្លបង7ទុំចូលមកខ្ញុំខ្ជិលឈុំមកនៅវែងឆ្ងាយព្រោះកូនយំបាត់แล้วចាដាក់ចូលអញ្ចឹងមកមើលថាឆ្អិនល្មមរួចរាល់ហើយយើងភ្លក់បងស្ករប៊ីចេងបងអីចឹងមករសជាតិរបស់វាអាស្លជូរអ្នកចិត្តខាងហ្នឹងគឺរសជាតិជូរប្រៃផ្អែមចាស្លវាអាចរៀងដិតអីចឹងណានិយាយតាមចំណងចិត្តហើយយើងដាក់ជីដាក់ឲ្យច្រើនមកកុំឲ្យស្ទើរហើយចុងក្រោយយើងថែមជាមួយនឹងខ្ទឹមឆាថ្មីយើងបានឆាមួយខ្លាញ់ជូរទៅហិតទៅឈ្ងុយខ្ទឹមហ្នឹងចាឥឡូវរួចរាល់អរគុណបងប្អូនសម្រាប់ការតាមទស្សនា